ព្រៃខ្មោចតៃហៅនៅជាភូមិអរិយសន្តិភាពមួយស្ថិតនៅជិតព្រៃដាច់ស្រយាលដែលមនុស្សក្នុងភូមិហៅថាព្រៃតៃហៅមានរឿងនិទានបុរាណមួយនិយាយថាព្រៃនោះមានជាប់ប្រតិស្មូតពីសតវត្សមុនជនជាតិខ្មែរបុរាណមួយក្រុមបានកិច្ចខ្លួនចូលទៅរស់នៅក្នុងព្រៃនោះក្រោយពេលជប់សង្គ្រាមបន្ទាប់មកគេនិយាយថាក្រុមនោះបានជួបអំពើវេទមន្តបាត់ខ្លួនអស់ទៅទាំងមិនចេះឆ្លងចេញមកវិញឡើយព្រៃនោះក៏ស្រពេចស្រពិលនឹងគេជៀសវាងឲ្យឆ្ងាយរហូតដល់ថ្ងៃមួយនៅឆ្នាំ2023មានក្រុមយុវជន4នាក់សំអ៊ុនរឿតឈុននិងស្រីណៃបានទៅកេមក្នុងព្រៃនោះដើម្បីថតវីដេអូផ្នែកនេសាទនិងស្វែងរករឿងអាថ៌កំបាំងដើម្បីចាប់អារម្មណ៍អ្នកមើលពួកគេគិតថាខ្មោចគ្រាន់តែជារឿងចម្ងល់បន្ថែម Spice ក្នុង Content ប៉ុណ្ណោះប៉ុន្តែរាត្រីដំបូងពេលខ្យល់កន្ត្រាក់អាកាសធាតុនៅព្រៃនោះផ្លាស់ប្ដូរជាស្អាតទៅជាព្រិលប្រមាញ់ដូចជា